ថ្ងៃទី30 ខែកញ្ញាឆ្នាំ2014អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការជាមួយនឹងអង្គការជាដៃគូបានបើកវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីពូជដំណាំរយៈពេល2ថ្ងៃនៅសន្តាគារ Himawari លោកប៉ែនវុឌ្ឍអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនិងលោកស្រី Nori Iyasho តំណាងអង្គការ Sirai បានបញ្ជាក់អំពីគោលបំណងនៃវេទិកាគឺដើម្បីបង្កើនចំណេះដឹងទូទៅលើប្រការផ្សេងៗទាក់ទងទៅនឹងពូជដំណាំកសិកម្មនិងសេចក្តីព្រាងច្បាប់បទបញ្ញត្តិនិងលិខិតបទដ្ឋានគតិយុត្តដើម្បីទទួលបាននៅមតិយោបល់និងអនុសាសន៍ពីគ្រប់ភាគីចូលរួមសម្ដៅធ្វើឲ្យការងារគ្រប់គ្រងពូជដំណាំកសិកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពនិងធ្វើឲ្យផលិតកម្មសម្រេចបានទៅតាមផែនការដែលបានគ្រោងទុកទាំងបរិមាណនិងគុណភាពឆ្លើយតបទៅនឹងលក្ខខណ្ឌខុសគ្នានៅតាមតំបន់នីមួយៗនិងស្របទៅនឹងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្នគួរកត់សម្គាល់ថានៅក្នុងកិច្ចដំណើរការវេទិកាពិគ្រោះយោបល់រយៈពេល2ថ្ងៃនេះរួមមានការធ្វើបទបង្ហាញនិងការពិភាក្សាដែលមានការចូលរួមពីភាគីពាក់ព័ន្ធនិងពីសំណាក់ប្រធានអនុប្រធានមន្ត្រីកសិកម្មរាជធានីខេត្តទូទាំងប្រទេសក្រោមប្រធានបទពិពិធកម្មកសិកម្មសម្រាប់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភពិភាក្សាអំពីច្បាប់និងគោលនយោបាយពូជដំណាំកសិកម្មនៅកម្ពុជាប្រព័ន្ធចែកចាយគ្រាប់ពូជដំណាំកសិកម្មនៅកម្ពុជាស្ថានភាពជីវៈចម្រុះពូជដំណាំវិធានការថែទាំប្រើប្រាស់ប្រកបដោយនិរន្តរភាពពិភាក្សាអំពីច្បាប់ពូជដំណាំកសិកម្មនិងគោលនយោបាយពូជដំណាំកសិកម្មនៅកម្ពុជាគោលការណ៍ណែនាំអំពីផលិតកម្មគ្រាប់ពូជស្រូវពិភាក្សាអំពីស្តង់ដារគុណភាពគ្រាប់ពូជស្រូវនិងនីតិវិធីក្នុងការចេញលិខិតបញ្ជាក់ដើម្បីបង្កើនការយល់ដឹងទាំងអ្នកបច្ចេកទេសក៏ដូចជាកសិករអំពីធនធានសេនេតិកគោលនយោបាយនិងបទដ្ឋានច្បាប់ជាតិអន្តរជាតិពាក់ព័ន្ធទៅនឹងវិស័យពូជដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា